ពួកខ្ញុំធ្វើដំណើរមកប្រទេសជប៉ុននឹងតែមួយរយៈទេបងប្អូនហើយគ្រាន់តែមកបានតែ10ថ្ងៃដំបូងនឹងត្រូវរើកន្លែងស្នាក់នៅនឹងដល់តែ3ដងតែដល់ពេលបានរើច្រើនកន្លែងចឹងទៅក៏វាមួយយ៉ាងដែរយើងដឹងថាកន្លែងនេះយ៉ាងម៉េចកន្លែងនោះវាយ៉ាងម៉េចវិញថ្ងៃនេះខ្ញុំគ្រាន់តែចង់មកចែករំលែកពីបទពិសោធន៍ក្នុងការកក់បន្ទប់ទាំង3ប្រភេទរបស់ខ្ញុំនឹងបន្ទប់ទី1នេះគឺខ្ញុំកក់តាមរយៈ app Airbnb គឺមានក្មេងៗច្រើនគាត់ស្គាល់ព្រោះអីតាមកក់តាម Airbnb ហ្នឹងគឺបន្ទប់យើងរស់នៅគឺលក្ខណៈដូចនឹងផ្ទះអញ្ចឹងមានកន្លែងដាំបាយមានចក្រានមានអីផ្ទាល់ខ្លួនទាំងអស់បើយើងនៅអូតែលគឺអត់មានទេអញ្ចឹងចូលមកភ្លាមហ្នឹងគឺយើងត្រូវដោះស្បែកជើងកន្លែងគេដោះស្បែកជើងហើយមានទូដាក់ស្បែកជើងហើយកន្លែងបន្ទាប់នេះគឺជាកន្លែងបោកកៅអៅគេឲ្យម៉ាស៊ីនយើងមួយគេមានឲ្យសាប៊ូឲ្យទឹកក្អូបយើងមកចប់បន្ទាប់មកទៀតគឺជាបន្ទប់ទឹកគឺមានបង្គន់នៅក្នុងហ្នឹងហើយកន្លែងងូតទឹកហើយនៅក្នុងហ្នឹងក៏គេមានដាក់សាប៊ូកក់សក់សាប៊ូដោះខ្លួនឲ្យមកចប់តែម្ដងដែរចេញតែពីបន្ទប់ទឹកនឹងមកគឺកន្លែងដាក់អីវ៉ាន់ដូចជាភួយខ្នើយអីចឹងណាកន្លែងគេដាក់កងព្យួរកៅអៅអីចឹងទៅហើយនឹងកន្លែងស្តុកអីវ៉ាន់ដូចជាกระดาษជូតដៃกระดาษជូតចានអីចឹងទៅចូលមកក្នុងបន្តិចហ្នឹងគឺមានផ្ទះបាយតូចមួយឲ្យយើងមានចក្រានមានកន្លែងលាងចាននៅក្នុងផ្ទះបាយផាន់គេគឺមានចានមានឆ្នាំងមានស្លាបព្រាឲ្យយើងមកចប់តែម្ដងសាប៊ូលាងចានហើយនឹងឧបករណ៍ខាងក្រោមមានកំបិតអីចឹងទៅអេប៉ុងលាងចានទឹកលាងចានហើយនឹងกระดาษថង់ដាក់សម្រាមខ្ទះឆាធុងសម្រាមមានទូទឹកកកហើយនឹងម៉ាស៊ីនកម្ដៅម្ហូប microwave ហើយនេះវិញគឺជាឧបករណ៍សម្រាប់កំណត់កម្ដៅទឹកនៅក្នុងបន្ទប់ទឹកហើយនៅខាងមុខនេះគឺកន្លែងយើងអង្គុយអាចធ្វើការបានអាចដាក់ laptop បានទូចមួយនៅជាប់ផ្ទះបាយគេហ្នឹងគឺមានទូដាក់ខោអាវទូចមួយធ្នើខាងលើហ្នឹងគឺមានកន្លែងស្តុកសាប៊ូបោកកៅអៅกระดาษជូតដៃអីរបស់របរប្រើប្រាស់បន្ថែមបន្ទប់ដែលខ្ញុំជួលនេះគឺមានវេរ៉ាន់ដាអញ្ចឹងបើសិនជាបើកថ្ងៃយើងអាចយកខោអាវទៅហាលខាងក្រៅបានចំពោះម៉ាស៊ីនផនគេនេះវិញម៉ាស៊ីនគេគឺដំណើរការបែបពីរយ៉ាងទី1បើសិនជាខែត្រជាក់យើងអាចដាក់ជាកម្ដៅបើសិនជាខែក្ដៅយើងដាក់ជាត្រជាក់វិញហើយកន្លែងគេងផនគេឲ្យក្រែ2អញ្ចឹងក៏វាស្រួលមួយយ៉ាងដែរវាអត់សូវជាអៀតណាអញ្ចឹងសរុបមកសម្រាប់បន្ទប់ទី1ដែលខ្ញុំជួលតាមរយៈ Airbnb នេះគឺវារាងទូចខ្លាំងមកខ្លួនទេអត់សូវមាន space ប្រហែលដែលយើងអាចទុកឲ្យបានស្រួលនោះទេចំពោះតម្លៃរបស់បន្ទប់ហ្នឹងគឺតម្លៃ$65កន្លះក្នុងមួយយប់នេះគឺខ្ញុំកក់បានមុនប្រហែលជាមួយខែកន្លះផងក្រោយពីបានរើចេញពីបន្ទប់ហ្នឹងហើយខ្ញុំក៏បានរកមើលបន្ទប់បែបហ្នឹងទៀតដែរក៏ប៉ុន្តែគឺពេញទាំងអស់អញ្ចឹងជំរើសចុងក្រោយគឺត្រូវមកនៅអូតែលវិញម្ដងអូតែលនៅក្នុងស្រុកជប៉ុនក៏តូចណាស់ដែរហើយតម្លៃថ្លៃទៀតក្បែរ$100ក្នុងមួយយប់អញ្ចឹងផ្លូវចូលមកគឺអត់មានអីទេមានតែកន្លែងដាក់ស្បែកជើងកន្លែងព្យួរខោអាវហើយនឹងកន្សែងពោះគោបន្ទប់សណ្ឋាគារជាមួយនឹងបន្ទប់ដែលខ្ញុំជួលលើកមុនហ្នឹងវាខុសគ្នាត្រង់ថាបន្ទប់សណ្ឋាគារចូលមកគឺស្អាតភ្លឹងតែម្ដងអត់មានក្លិនអីទេស្រស់ស្រាយណាស់អញ្ចឹងគ្រាន់ចូលមកភ្លាមហ្នឹងគឺមានកន្លែងទូចមួយមិញហ្នឹងហើយនឹងបន្ទប់ទឹកដើរហួសតែបន្ទប់ទឹកតែបន្តិចហ្នឹងគឺមានគ្រែធំមួយហើយនឹងតុធ្វើការតូចមួយហើយនៅពីលើក្បាលគ្រែហ្នឹងគឺមានកន្លែងយើងដាក់អីវ៉ាន់បានស្រួលនៅលើទូរទស្សន៍ធំផុនគេហ្នឹងមានព័ត៌មានផុនយើងទាំងអស់យើង check in ថ្ងៃណាហើយយើងត្រូវ check out វិញថ្ងៃណាមានប្រាប់ពីរបៀបប្រើប្រាស់ឧបករណ៍នៅក្នុងបន្ទប់ហ្នឹងហើយគេក៏មានដាក់ម៉ាស៊ីនផ្លុំមានកន្សែងមានថង់មានកែវមានភេសជ្ជៈអីឲ្យយើងខ្លះដែរដូច្នេះសរុបមកការរស់នៅក្នុងអូតែលហ្នឹងក៏វាមួយយ៉ាងដែរវាស្អាតវា clean វាអត់មានក្លិនក៏ប៉ុន្តែវាថ្លៃក្នុងមួយយប់ប្រហែលជា$100ក្រោយពីបានរើចេញពីអូតែលមកក៏រកបានអាផាតមែនមួយទៀតជាលក្ខណៈខុនដូលើកនេះគឺពេញចិត្តតែម្ដងធំស្អាតមែនតែនតម្លៃក៏សមរម្យទៀតព្រោះអីបន្ទប់គេធំនៅក្នុងប្រទេសជប៉ុនចង់បានបន្ទប់ធំអញ្ចឹងតម្លៃគឺវាត្រូវតែថ្លៃតែបន្ទប់នេះរៀងធូរគឺស្គាល់គ្នាដោយចៃដន្យអញ្ចឹងក៏តាក់ទងគាត់ទៅហើយក៏កក់បានចូលមកដល់ភ្លាមដូចបងប្អូនបានឃើញអញ្ចឹងគឺត្រូវដោះស្បែកជើងមានកន្លែងគេទុកស្បែកជើងមានកន្លែងឲ្យយើងជូតជើងហើយក៏ដើរទៅផ្លូវចូលមកហ្នឹងក៏មានទូដាក់ស្បែកជើងដែរមុននឹងយើងចូលដល់ទូផ្ទះខាងក្នុងហើយបន្ទប់ទឹកផនអាផាតមែនមួយនេះទំនើបខ្លាំងណាស់បងប្អូនកន្លែងលាងដៃគេក៏ធំម៉ាស៊ីនបោកកៅអៅក៏ធំកន្លែងងូតទឹកក៏ធំនិយាយទៅចូលមកក្នុងអាផាតមែនមួយនេះគឺស្រឡះតែម្ដងហើយនៅក្នុងបន្ទប់ទឹកគេនឹងមានហ្វាន់សិនច្រើនមែនតែនធ្វើឲ្យបន្ទប់ទឹកនឹងស្ងួតបន្ទប់ទឹកនឹងក្តៅគឺមានមកចប់
ខ្ញុំអត់បានសំដៅទៅលើទឹកណាគឺសំដៅទៅលើបន្ទប់នឹងចង់ធ្វើឲ្យបន្ទប់នឹងស្ងួតឬក៏បន្ទប់នឹងក្តៅកុំឲ្យវាល្ងាពេកគឺមាន function នឹងដើរចេញពីបន្ទប់ទឹកមកគឺមានបន្ទប់មួយទៀតគឺសម្រាប់បង្គន់ដាច់ដោយឡែកតែម្ដងហើយធ្នើខាងលើហ្នឹងគេមានដាក់กระดาษសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ហ្នឹងហើយនឹងទឹកសម្អាតបង្គន់ផុតពីបន្ទប់ទឹកមកគឺមានទ្វារបើកមួយឲ្យយើងចូលមកគឺនៅខាងឆ្វេងដៃហ្នឹងគឺមានផ្ទះបាយធំមួយផ្ទះបាយគេនេះគាត់ចូលមកគឺពេញចិត្តតែម្ដងមានទូទឹកកកមានកន្លែងលាងចានមានចក្រានមានម៉ាស៊ីនបូមមានធុងសម្រាមមានចានឆ្នាំងមានមកចប់តែម្ដងមានឆ្នាំងដាំបាយកសៀវដាំទឹក microwave គឺមានច្រើនគ្រប់មុខអត់ខ្វះទេអ្វីក៏មានដែរនៅខាងលើធ្នើគេនឹងមានតាំងពីចានឆ្នាំងសម្រាប់វាយធ្វើនំខាងក្រោមវិញមានតាំងពីឧបករណ៍សម្រាប់ជូតសម្រាប់សម្អាតกระดาษសើមកระดาษស្ងួតមានទាំងអស់ចំណែកក្នុងកែតុកគេវិញគេមានឲ្យស្លាបព្រាចង្កឹះវែកផ្សមចានដាក់ទឹកស៊ីអ៊ីវថង់ក្របសាច់กระดาษអាំងសាច់លយត្រង់ថាអាផាតមែននេះមានឲ្យគ្រឿងទេសសម្រាប់ចម្អិនម្ហូបទៀតចាប់ពីផ្ទះបាយគឺមានបន្ទប់ទទួលភ្ញៀវដូចបងប្អូនបានឃើញអញ្ចឹងមានតុញ៉ាំបាយនេះដោយសារតែខ្ញុំរើអីវ៉ាន់ចេញមកហើយទេមាន laptop មានអាវល្ងាអីស្រាច់ហើយក៏មានទូសម្រាប់យើង make up អីតិចតួចកញ្ចក់ម្ចាស់ផ្ទះនេះគាត់រៀងមានសិល្បៈក្នុងការដេកបន្ទប់ហើយនេះគឺជាបន្ទប់គេងដាច់ដោយឡែកមួយទៀតមានក្រែ3ហើយក្រែនេះភួយហ្នឹងគឺខ្ញុំបានរលាស់អីចឹងទៅកុំឲ្យមានកំតិចកំទីចឹងទៅមើលទៅរៀងរញ៉េរញ៉ៃបន្តិចខាងឆ្វេងដៃនេះគឺជាទូសម្រាប់ដាក់កន្សែងពោះគោខ្នើយបន្ថែមភួយបន្ថែមឬមួយក៏ពុកស្ដើងសម្រាប់រៀនហាលខាងក្រៅនេះរៀងធំគួរសមដែរយើងអាចដាក់ហាលកៅអៅបានបើសិនជាមានថ្ងៃឬមួយទៀតក៏យើងចង់អាំងសាច់អីក៏បានដែរចាសរុបមកបន្ទប់នេះគឺធំខ្លាំងខ្ញុំពេញចិត្តតែម្ដងនិយាយទៅយើងអាចនៅគ្នាបានដល់ទៅ5-6នាក់ក៏បានដែរគឺធំខ្លាំងស្អាតមាន space យើងអាចដើរស្រួលតម្លៃវិញគឺត្រឹមតែ$57ក្នុងមួយយប់ប៉ុណ្ណោះថ្ងៃនេះគ្រាន់តែចង់មកចែករំលែកជាមួយបងប្អូនតែប៉ុណ្្នឹងឯងពីវិធីក្នុងការជួលបន្ទប់នៅប្រទេសជប៉ុនព្រោះថាប្រទេសជប៉ុនអ្វីៗគឺថ្លៃខ្លាំងមែនតើជាពិសេសគឺនៅទីក្រុងនឹងតែម្ដងហើយប្រសិនបើបងប្អូនមានចម្ងល់អីផ្សេងអាចតាក់ទងតាមឆាតបានអត់អីទេខ្ញុំរីករាយនឹងឆ្លើយអរគុណច្រើនបងប្អូនជម្រាបលា